ទី7គឺតាក់ទងទៅនឹងការសិក្សាខ្សែកោងបាទពួកខ្សែកោងរឿងធំគាត់ថាគេសួរច្រើនរឿងធំគាត់ថាបើយើងចេះដើរតាមផ្លូវគេដែលគេប្រាប់បដាមកទៅអានឹងយើងធ្វើបានហ្នឹងហើយបាទអញ្ចឹងគឺហាត់ពួកវិទ្យាសាស្ត្រគឺភាគច្រើនគឺចេញលោកនេប៉ែជាមួយនឹងពួក Export Shell លាយជាមួយនឹងពួកអង្គមពោធិអញ្ចឹងណាបាទអញ្ចឹងគេថាមិនគេថាគេមានអង្គម F1 គឺអង្គមដែលគេចង់យើងសិក្សាហ្នឹងគឺកំណត់នៅលើមួយទៅបូកកំណត់អញ្ចឹងច្បាស់ជាគេមិនឲ្យយើងសិក្សារកដែនកំណត់ទេពួកដែនកំណត់យើងដឹងហើយនេះឲ្យអាលបងពីរនាក់នេះនៅក្នុងនេះកន្លែងក្រហមដែលខ្ញុំសញ្ញាហ្នឹងគឺខ្ញុំចង់និយាយពី x បូក1មួយ x ដក1ឲ្យវាធំជាង0បាទតោះតែវាធំជាង0មិនយើងធ្វើបាននៅកន្លែងហ្នឹងបាទនឹងឲ្យពួកវាចាស់ពួកអា expo អញ្ចឹងដើម្បី logarithm មានន័យដូចថានេះកន្លែងនេះវាធំជាង0ទាំងអស់ព្រោះអា x នេះគឺអត់បញ្ហាទេអញ្ចឹងបើយើងមើលទៅគឺដែនកំណត់របស់វាគឺអីគេនេះចេញពី1ទៅបូកកំណត់អញ្ចឹងគេតាំង graph គេតាំង C graph របស់វានៅក្នុងប្លង់ប្រដាប់ដោយតម្រុយ orthonormal OEC អញ្ចឹងបើសិនមកគេយកអា F ហ្នឹងទៅគូ graph នៅក្នុងអាតម្រុយ HOE ទៅគេបាន graph មួយឈ្មោះថា graph C ហ្នឹងហើយអញ្ចឹងទី2គេថាមិននេះគឺមិនទី2គឺគុណប្រធានគេប្រាប់ព័ត៌មានគេប្រាប់មកប៉ុណ្្នឹងអញ្ចឹងណាបាទហើយទី1គេសួរតើចូលបង្ហាញថាអង្គម FX ហ្នឹងអាចទៅសេជារឿងនេះបានបាទ2ដក x 2ដក x គាត់ដូរលេខ2មកដក x ទៅហើយចេញជាលោក grade នេះពេលនៃ x បូក1លើនេះ x ដក1អញ្ចឹងអត់មានអីបានទេគាត់ចាប់នេះចាប់អាប្រារូម៉ូនេះគេនេះលោក A លិន A ដកលិន B គឺស្មើនឹងលិននៃ A លើ B អញ្ចឹងមកបាទគាត់ថាផកគឺបដូរពីគេផកដកនៃលិន2ទៅជាលិននៃផកចែកអញ្ចឹងណាបាទដែល A B គឺវាខុសពី0អញ្ចឹងគេនិយាយ limit នៅ fx ត្រង់1នឹងបូកកំណត់ហេតុអីបានត្រង់1ត្រង់បូកកំណត់ព្រោះវាចុងដែនកំណត់ឃើញមួយនេះគឺដែនកំណត់របស់វាអញ្ចឹងគឺរក limit នៅចុងដែនកំណត់ដោយសារដែនកំណត់គេប្រាប់ហើយអញ្ចឹងយើងរក limit ត្រង់1ទៅតាមពិតមួយខាងបូកនេះគឺបូកកំណត់ទៅបាទទី2បង្ហាញថានៅលើដែនកំណត់ដែលយើងសិក្សាហ្នឹង dy នៅគុំ f គឺប៉ុណ្នេះបាទអញ្ចឹងយើង dy នៅពេល dy កុំ dy នេះទៅយើង dy នេះ dy នេះស្រួលជាងអញ្ចឹងបើសិន dy នេះទៅ dy លិនអុយបើនេះ dy លិនធម្មតាទៅនេះ dy លិនអុយដែរគាត់ថានេះ dy អុយលើ v រៀងពិបាកអញ្ចឹងដល់ពេល dy កុំ dy នេះអានេះរៀងហ្នឹងគឺសម្រាប់ប្រើក្នុងការគណនា limit ឲ្យវាស្រួលតែបើរៀងទី2បើទី2ហ្នឹងដើម្បីធ្វើវាគេយកអានគុំដើមមកប្រើមកត្រូវហើយបាទហ្នឹងហើយចុងក្រោយគឺសង្សិក្សាអត្ថភាពឲ្យសង្ត្រាអត្ថភាពអញ្ចឹងយើងសិក្សាសញ្ញារបស់ dy ទៅនៅលើដែនកំណត់ហ្នឹងយើងដឹងហើយត្រាអត្ថភាពគឺយ៉ាងម៉េចបាទទី3បង្ហាញថាអីគេបន្ទាត់ d ដែលមានសមីការដក x បូក2នេះដក x បូក2ឬក៏2ដក x ហ្នឹងជាស៊ីមតូត្រេតនៃខ្សែកោង C អញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺនេះយករក limit អាកតុយនេះបាទរក limit នឹងគេគិតចិត្តបូកកំណត់ទៅឲ្យស្មើ0ទៅយើងបានបន្ទាត់ខាងមុខនេះគឺជាស៊ីមតូត្រេតហើយអញ្ចឹងបើយើងគិតទៅធម្មតានេះដល់ពេលដែល limit x គិតចិត្តបូកកំណត់ x បូក1 x ដក1វាទៅចិត្ត1អញ្ចឹងអានេះលោកនៅពេលនេះតម្លៃដែលគិតចិត្ត1គឺវាគិតចិត្ត0អញ្ចឹងគឺវាត្រឹមត្រូវបាទទី4គឺអីគេប្រៀបធៀបទីតាំងនៃ graph C ធៀបទៅនឹងបន្ទាត់ d បាទគឺយើងដកធ្វើផល0ហើយសិក្សាសញ្ញាម្ដងទៀតតើកន្លែងណាបន្ទាត់នៅលើកន្លែងណាខ្សែកោងនៅលើអញ្ចឹងបន្ទាត់មកសង់ graph នឹងបន្ទាត់ d បាទលំហាត់ហ្នឹងមើលទៅអត់សូវពិបាកបានដែរគាត់ថាដោយសារតែវាសិក្សាសញ្ញាមើលទៅវាអត់សូវពិបាកអញ្ចឹងណាបាទហើយវាពិបាកឬមិនទេតើយើងធ្វើអញ្ចឹងតែមើលធម្មតាទៅវាអត់សូវពិបាកតែខ្លះលំហាត់មើលទៅស្រួលធ្វើទៅពិបាកក៏មានដែរអញ្ចឹងបាទយើងគឺចម្លើយគឺសំណួរទី1ដាក់នេះរៀង fx ឲ្យចូលជារៀងនេះបាទហ្នឹងហើយតោះអញ្ចឹងយើងមានអីគេយើងទៅសេទៅគឺអីគេ fx របស់យើងហ្នឹងស្មើគេ2ដក x បាទបូកនឹងលោកនេះពេលនេះ x បូក1នៅលើ x ដក1បាទអាហ្នឹងគឺ target របស់យើងគឺចង់បានអារៀងហ្នឹងបាទគឺចង់បានរៀងហ្នឹងអញ្ចឹងតើយើងធ្វើពីរៀងណាគឺយើងមានអាបោះដើមនេះអញ្ចឹងគឺយើងប្រើអ្វីដែលយើងមានបាទទៅយើងចង់ធ្វើនំប៉័ងអញ្ចឹងគឺយើងយកម្សៅមកធ្វើអ្វីដែលយើងមានគឺម្សៅហើយអ្វីដែលយើងចង់បានគឺនំប៉័ងអញ្ចឹងដូចក្នុងករណីហ្នឹងដែរអ្វីដែលយើងចង់បានគឺរៀងនេះហើយអ្វីដែលយើងមានគឺរៀងនេះអញ្ចឹងណាបាទអញ្ចឹងយើងយកអ្វីដែលយើងមានមកប្រើមកយើងមាន fx គឺស្មើនឹងលិននៃ x បូក1ដកលិននៃ x ដក1ដក x បូក2អញ្ចឹងនេះគឺអីគេអា2ហ្នឹងគឺ2នេះអាដក x ហ្នឹងគឺដក x នេះអញ្ចឹងយើងដាក់អីគេ2ដក x មកបាទអ្វីដែលត្រូវធ្វើនេះគឺអាលបង2នេះអញ្ចឹងដោយសារតែជាផលដកនៃលិន2អញ្ចឹងយើងអាចទៅសេជាលិននៃផលចែកអាហ្នឹងនៅលើនេះបាទអាណាដែលមុខសញ្ញាវាបូកហ្នឹងគឺដាក់ទៅខាងលើអាណាដែលមានសញ្ញាដកពីមុខដាក់ទៅខាងក្រោមអញ្ចឹងវាជាលិននៃពេលលោកនៅពេលនៃ x បូក1នៅលើ x ដក1បាទអញ្ចឹងគឺបានហើយបាទនេះគឺបានរៀងហ្នឹងហើយដូច្នេះ fx ដែលជារៀងនេះយើងអាចដាក់ជារៀងហ្នឹងបានអញ្ចឹងគឺអូខេសំណួរបន្ទាប់គឺការគណនា limit នៅត្រង់ចុងដែនកំណត់ទាំងពីរបាទអញ្ចឹងដោយសារតែដែនកំណត់របស់យើងវាស្មើនឹងអីគេពី1ទៅដល់បូកកំណត់អញ្ចឹងនៅ limit គឺយើងយកត្រង់អានេះគឺ x ខុសចិត្ត1បូកហើយជាមួយចិត្ត limit ត្រង់បូកកំណត់អា1បូកនេះថាមិន1បូកនឹង0បន្តិចបូកនឹង0បូកអញ្ចឹងណាបាទអញ្ចឹងគឺ1បូកបាទហើយទៅយើងទៅរក limit ទៅនៅពេលដែលយើងយក limit គឺយើងយកអារៀងដែលយើងធ្វើហើយនេះមកធ្វើកុំយករៀងដើមរៀងបាក់ធ្វើព្រោះវាលិន2អញ្ចឹងយើងដាក់លិនតែមួយទៅយើងអាចស្រួលគេនិយាយ limit ជាងអញ្ចឹងណាបាទអញ្ចឹងតើយើងធ្វើមិននេះអ្វីដែលខ្ញុំគឺសិក្សាគឺមួយជួរនេះគឺ cursor ដែលខ្ញុំដាក់កន្លែងនេះអញ្ចឹងគឺខ្ញុំដាក់នៅលើហ្នឹងគឺយើងសិក្សាផងសិក្សាហ្នឹងអញ្ចឹងបាទអញ្ចឹង limit អីគេ x ខិតចិត្ត1ខាងបូកនៃ fx របស់យើងហ្នឹងគឺស្មើនឹង limit x ខិតចិត្ត1បូកនៃអីគេជួរ fx គឺ12ដក x បូកលិននៃអីគេ x បូក1នៅលើ x ដក1អញ្ចឹងអាពីនេះគឺវាអត់ខ្វល់អីទេបាទ
នេះ2តដែរនេះជួស1ចូលទៅវាទៅជា1បងញ៉ឹងអ្វីត្រូវខ្វល់គឺថានេះតើវាទៅជាយ៉ាងម៉េចបាទអញ្ចឹងយើងមើលទៅនេះគឺ x បូក1អីគេ x ដក1យើង limit x គិតចិត្ត1បូកទៅជាគិតចិត្តអីគេឥឡូវមែនគឺអីគេគឺ2អាក្រោមគឺអីគេគឺ0បូកបាទ0បូកអញ្ចឹងស្មើនឹងបូកកណនគិតចិត្តបូកកណនអញ្ចឹងន័យថានេះអាក្នុងនេះនៅពេលណាដែល x គិតចិត្តទៅ1បូកវាអីគេវាគិតចិត្តបូកកណនអញ្ចឹងនេះ limit នៃគិតចិត្តបូកកណនអញ្ចឹង limit ហ្នឹងគឺវាស្មើគេវាស្មើនឹងបូកកណនអ្នកនេះបាទដោយសារតែអានក្នុងនេះនៅពេលដែលគិតចិត្ត1បូកវាគិតចិត្តបូកកណនណាអញ្ចឹងវាទៅជាបូកកណនកន្លែងហ្នឹងបាទអញ្ចឹង limit នៅចុងខាងឆ្វេងគឺវាបូកកណនន័យថាខ្សែកោណចុះពីលើមកហើយបាទតោះទី2គឺយើងយក limit ចុងខាងស្ដាំម្ដងគឺ limit នៃគេ x គិតចិត្តបូកកណននៃ f x ម្ដងវាទៅជា limit x គិតចិត្តបូកកណននៃគេ2ដល់ x បូកលននៃគេ x បូក1នៅលើ x ដក1អញ្ចឹងយើងត្រូវមើលទៀតហើយយើងត្រូវមើលលបងក្នុងនេះតើវាស្មើប៉ុន្មានអញ្ចឹងយើងគណនាតែគាត់ក៏បានដែរអញ្ចឹងយើងសិក្សា limit នៅកណ្ដាលចេះក៏បានដែរ limit នៃគេ x បូក1លើ x ដក1អញ្ចឹងអីគេស្មើនឹង limit អីគេ x គិតចិត្តបូកកណននៃ x កតា1បូក1លើ x x កតា1ដក1លើ x បាទអញ្ចឹងវាស្មើទៅនឹង1អញ្ចឹងនៅពេលណាដែលក្នុងនេះវាស្មើ1អា ln នេះស្មើ0ហើយអ្នកនេះបាទអញ្ចឹងដល់នេះ0អញ្ចឹងអានេះអត់វាឡើងប៉ះពាល់មួយគេហើយអាធំក្រោយហ្នឹងវាមកសិក្សាលើលបងនេះអញ្ចឹងគេនៅពេលបូកកណនអានេះប៉ះសញ្ញាដកមកតង់ទៀតវាទៅជាដកកណនបាទអញ្ចឹងក្រានហ្នឹងវាចុះពីខាងលើត្រង់មួយខាងស្ដាំទៅដល់បូកកណនវាទៅចុះទៅខាងដកកណនវិញបាទយើងទៅមើលសំណួរទី2គឺការបង្ហាញថានៅលើដែនកំណត់ដែលគេឲ្យមកដែលវាអង្គម f គឺមានជាតម្រងនេះបាទអញ្ចឹងវាងាយជាងនៅពេលណាដែលយើងគណនា day way ហ្មងហេតុអីព្រោះអានេះបានន័យថាគេឲ្យចម្លើយមកផ្ទៀងផ្ទាត់ស្រាប់បើសិនបើគេឲ្យមកគេចូលគណនា day way អង្គម f យើង day ចុះ day ឡើងទៅវាមិនវាត្រូវកុំដឹងវាខុសកុំដឹងអញ្ចឹងណាមិនថាយើងធ្វើទៅវាខុសទេគាត់ថាយើងធ្វើទៅវាត្រូវតែគាត់ថាយើងអត់ច្បាស់ 100% ដូចនៅពេលណាដែលគេឲ្យអ្វីដែលយើងមកផ្ទៀងផ្ទាត់អញ្ចឹងពេលដែលយើងធ្វើទៅចេញដូចរបស់គេនឹងមកវាត្រូវមួយទៀតអ្វីដែលគេប្រាប់មកគឺគេបង្ហាញផ្លូវយើងទៀតតើយើងគួរតែដាក់ឲ្យដល់កន្លែងណាដូចតែគេចង់បានអញ្ចឹងណាបាទបើយើងចេះធ្វើទៅប្រេះប្រាស់យើងធ្វើដល់ចម្លើយហ្នឹងយើងគិតថាជប់ក៏បានអញ្ចឹងណាតែនៅពេលណាដែលគេឲ្យចង់ឲ្យបានអ្វីដែលគេចង់បានគឺយើងធ្វើទាត់បានដូចរបស់គេអញ្ចឹងបានន័យថាគេប្រាប់ផ្លូវយើងដែរអញ្ចឹងណាបាទនេះតោះអញ្ចឹងយើងមានអីគេតាមបែបនេះយើងមានអីគេ f' បាទយើងមាន f គឺស្មើលងនៅពេល x បូក1ដល់លងនៅពេល x ដក1ដល់ x បូក2អញ្ចឹងដោយសារតែយើងត្រូវការ f' យើងយកអា f ហ្នឹងនៅក្នុងហ្នឹងមក derivative ទៅ a' ន័យថា derivative នៃ x d នៃ f ជាលើ x អញ្ចឹងបាទអញ្ចឹងយើង derivative មួយមកដុំ2ដុំ3ដុំ4ដុំអញ្ចឹងអាខាងក្រោយនេះគឺ x ហ្នឹង derivative គឺ1ហ្នឹងឯងហើយអា2ហ្នឹង derivative ទៅ0អញ្ចឹងឡើងគឺអត់ទៅសេលេខ0ទេអញ្ចឹងអាខាងក្រោយនេះគឺនៅសល់តែដក1ទេអញ្ចឹងអ្វីដែលសំខាន់គឺអា2អ្នកខាងមុខនេះបាទដូចខ្ញុំនិយាយអញ្ចឹងនៅពេលណាដែលយើង derivative យើងកុំយកអារៀងនេះមកប្រើនេះអារៀងនេះកុំយកអារៀងនេះមកប្រើព្រោះអីវាតាក់ទងទៅនឹង ln នៃ oil way ដោយសារតែនៅក្នុងហ្នឹងពិបាក derivative អញ្ចឹងយើងយកអារៀងដើមគេមកប្រើមកអញ្ចឹងណាបាទយ៉ាណាបាទតោះអញ្ចឹងយើងប្រើរូបមន្តនេះគេនេះ ln នៃអីគេ derivative នៃ ln នៃ x បូក1បាទd នៃប៉ុណ្ណឹងធៀបទៅ dx អញ្ចឹងយើងយក derivative អាក្នុងនេះគឺ x បូក1ហ្នឹង derivative ហើយយើងទុកវានៅភាគបែងទៅដែរចេះបាទមិនវាស្មើ1លើ x បូក1នេះស្មើគេគឺស្មើ1លើ x បូក1ធ្វើដូចគ្នាដែរចំពោះអានេះគឺសញ្ញាដកនេះគឺសញ្ញាដកនេះទេបាទ derivative ខាងក្នុងនេះគឺ1នៅលើ x ដក1បាទបន្តមកអ្វីដែលត្រូវធ្វើគឺយើងតម្រូវភាគបែងពួកអីវាមាន1ដុំ2ដុំ3ដុំភាគបែងខុសគ្នាទាំងអស់ភាគបែងនេះគឺ x បូក1បាទភាគបែងនេះគឺ x ដក1ភាគបែងនេះគឺ1អញ្ចឹងភាគបែងសរុបរបស់វាគឺ x បូក1គឺថា x ដក1ហើយគុណនឹង1ទៀតតែគុណនឹង1វានៅតែដែរទេអញ្ចឹងគេថាភាគបែងវាគឺ x បូក1គុណ x ដក1អញ្ចឹងអានេះវាខ្វាយគេអានេះវាខ្វាយ x ដក1គ្នាអញ្ចឹងគុណ x ដក1បាទហើយចុះអានេះគេអ្នកគ្នាតាមពិតឥឡូវយើងធ្វើកន្លែងនឹងតិចក៏បានដែរបាទអញ្ចឹង1នៅលើ x បូក1ដកនឹង1លើ x ដក1ហើយដក1អញ្ចឹងភាគបែងសរុបដែលត្រូវធ្វើគឺអីគេ x បូក1គឺថា x ដក1ហើយភាគបែងនេះ1ទៀតក៏បានដែរអញ្ចឹងដាក់លេខ1ទៀតវានៅតែដែរអញ្ចឹងណាអញ្ចឹងអានេះវាខ្វាយគេវាមាន x បូក1វាខ្វះ x ដក1អញ្ចឹង x ដក1បាទសញ្ញាដកទុកតាទៅអានេះវាមាន x ដក1ខ្វះ x បូក1អញ្ចឹង x បូក1អានេះវា1វាខ្វះគេទាំងពីរដកអីគេ x បូក1គេថា x ដក1បាទនេះឃើញអត់បាទតាមពិតអាឡៃហ្នឹងគាត់គុណសញ្ញាបបាយឲ្យហើយទៅជាដក x ដក1តាមពិតកន្លែងវាដាក់មួយចោល1ហើយដក x ដក1កន្លែងហ្នឹងនេះទៅអីគេ x ដក1ដក x ដក1ហើយនេះគេអ្នកគ្នាដកហ្នឹងអីគេ x ការ៉េដក1នៅលើគេ x បូក1គេថា x ដក1ហ្នឹងឯងតើយើងធ្វើយ៉ាងម៉េចអញ្ចឹង x មួយ x វាស៊ីសងគ្នាអស់អានេះមួយអានេះអីគេវាទៅជាដក2អានេះដកគុណដកមកទៅដក x ការ៉េដកមួយដងបូក1វិញនៅលើ x ដក1 x បូក1គេថា x ដក1វាទៅជាគេអ្នកគ្នាវាទៅជាដក x ការ៉េដក1នេះអា2នេះស៊ីសងមួយដក1នៅលើគេ x បូក1គេថា x ដក1បាទអញ្ចឹងគឺចង់បានយ៉ាងម៉េចគេចង់បានសញ្ញាដកខាងក្រៅអញ្ចឹងយើងទាញសញ្ញាដកឲ្យគេខាងក្រៅទៅចាប់ជាកតាទៅគឺ x ការ៉េបូក1នៅលើ x បូក1កតាគេ x ដក1បាទអញ្ចឹងយើងបានបង្ហាញហើយថា f(x) បូក f' នៃ x បូកអានុគម f ហ្នឹងគឺវាស្មើទាំងដកនៃ x ការ៉េបូក1នៅលើប៉ុណ្ណេះអ្នកគ្នាបាទគឺមួយទៀតគឺសងអត្ថិភាពជាមួយសងក្រាបអញ្ចឹងនៅពេលដែលយើង derivative បានហើយយើងសិក្សាសញ្ញារបស់ derivative ហ្នឹង
ហ្នឹងហើយតើនៅក្នុងដែនកំណត់សញ្ញារបស់វាឡើងបូកដកកន្លែងណា0កន្លែងណាវិជ្ជមានកន្លែងណាអវិជ្ជមានកន្លែងណាហើយ0កន្លែងណាអញ្ចឹងណាអញ្ចឹងតែខ្ញុំមើលទៅគឺច្បាស់ជាអវិជ្ជមានសុទ្ធពួកអីអានេះសិននៅក្នុងដែនកំណត់វាវិជ្ជមានហើយព្រោះយើងដាក់លក្ខខណ្ឌលុកគឺរៀនទៅហ៎អញ្ចឹងនេះវិជ្ជមានអានេះវិជ្ជមានអានេះ x ការ៉េបូក1ទៅកាន់វិជ្ជមានទៀតអញ្ចឹងដកទៅអញ្ចឹងលំនឹងគឺដកទាំងអស់ហ្មងតោះអញ្ចឹងទៅមើលរបៀបទៅសេទៅបាទអញ្ចឹងគឺថាសិក្សាអត្ថប្រយោជន៍សង្ខេបនៃគុំ f អញ្ចឹងដោយ x ជារបស់ពី1ទៅបូកអណនគេបាន x ធំជាង1កន្លែងហ្នឹងកន្លែងធំជាង1នេះគឺកន្លែងបាត់លេខ1 1បាទអញ្ចឹងន័យថាមិន x ជារបស់ពី1ទៅដល់បូកអណនអញ្ចឹងន័យថាមិនចេញពី1ទៅដល់ចេញពី1ខាងឆ្វេង1ខាងស្ដាំទៅដល់ដកអណនអញ្ចឹងថា x វាធំជាង1យ៉ាងឯងបាទអញ្ចឹង x ធំជាង1អីគេ x ធំជាង1នាំឲ្យអីគេអ្នកគ្នា x ដក1នេះវាមិនធំជាង1ដក1អញ្ចឹង x ដក1គឺវាធំជាង0អញ្ចឹងនេះអានេះគឺវាធំជាង0នេះអានេះធំជាង0បាទអញ្ចឹង x ធំជាង1អញ្ចឹងបើ x ធំជាង1 x បូក1វាធំជាង1បូក1អញ្ចឹងគេ x បូក1ហ្នឹងវាធំជាង2គឺវាធំជាង0ហ្នឹងឯងបាទអញ្ចឹងអានេះក៏ធំជាង0អានេះក៏ធំជាង0បាទហើយ x ការ៉េបូក1ហ្នឹងនេះ x ការ៉េវិជ្ជមានហើយបូក1កាន់តែវិជ្ជមានទៀតអញ្ចឹងមិនថាដុំទាំង3នេះអាខាងលើនេះមិនគិតសញ្ញាដកវាក៏វិជ្ជមានអាខាងក្រោមនេះក៏វិជ្ជមានអានេះក៏វិជ្ជមានចុងគុណចូលគ្នា3ដុំហ្នឹងស៊ីសងគ្នាទៅវិជ្ជមានអញ្ចឹងប៉ះសញ្ញាដកខាងក្រោមទៀតវាទៅជាអវិជ្ជមានវិញអញ្ចឹងន័យថាបានន័យថា f' ហ្នឹងគឺតូចជាង0ចំពោះគ្រប់ x ដែលស្ថិតនៅក្នុងដែនកំណត់ដែលយើងសិក្សាកន្លែងហ្នឹងអញ្ចឹងដោយសារតែ f ជាអនុគម f' ហ្នឹងជាអីគេអវិជ្ជមានអញ្ចឹង f ជាអនុគមចុះបាទគឺអត់មានអីអតិអបៈអីទេគឺវាជាអនុគមចុះយកហ្មងបាទហ្នឹងហើយតោះអញ្ចឹងតារាងអត្ថប្រយោជន៍គឺនេះសង្តារាងអត្ថប្រយោជន៍តារាងអត្ថប្រយោជន៍គឺមាន3ជាន់បាទគឺទី1គឺ x បាទយើងសិក្សានៅក្នុងដែនកំណត់មកគឺ1ទៅដល់បូកកំណត់បាទអញ្ចឹងទី2គឺ f' បាទ f' នៃ x បាទនេះ f' គឺដកសរុបយកមកអញ្ចឹង f ជាអនុគមចុះបាទចុះពីណាចុះពីបូកកំណត់ដែលយើងរក limit ឃើញទៅដល់ដកកំណត់នេះកន្លែងហ្នឹងអញ្ចឹងសិក្សាអត្ថប្រយោជន៍ជាមួយនឹងតារាងអត្ថប្រយោជន៍គឺយើងរកឃើញហើយបាទហ្នឹងហើយទៅមើលលេខ3បង្ហាញថាបន្ទាត់ D ដែលមានសមីការនេះដក x បូក2ជា asymptotic នៃខ្សែកោងហ្នឹងអញ្ចឹងដើម្បីបង្ហាញថាបន្ទាត់ D ប៉ុណ្ណឹងជា asymptotic នៃខ្សែកោងយើងសិក្សាផលដកយើងយកy របស់ក្រាប C ដក y របស់បន្ទាត់ D បាទអញ្ចឹងតើវាទៅជាយ៉ាងម៉េចអញ្ចឹងយើងមើល y របស់ក្រាប C ស្មើគេ2ដក x បូក ln នៃគេ x បូក1នៅលើ x ដក1ចុះ y D ស្មើគេគឺស្មើនឹងនេះដក x បូក2ឬក៏2ដក x ហ្នឹងឯងអញ្ចឹងយើងដកគ្នាមកតើយ៉ាងម៉េចអញ្ចឹងនេះទៅជា y C ដក y D អានេះអស់ហើយដូចគ្នាវាស្មើលោកនៃពេលនៃគេ x បូក1នៅលើ x ដក1តើវាទៅជាយ៉ាងម៉េចបាទអញ្ចឹងយើងពាក់ limit នេះបន្ទាប់មកយើងពាក់ limit អង្គសងខាង limit ខាងចិត្តបូកអណនណាអាស៊ីមតូត្រេតយើងចាំទៅយើងរក limit x គិតចិត្តចុងខាងស្ដាំគឺបូកអណនបាទអញ្ចឹង limit អីគេ x គិតចិត្តបូកអណននៃគេ y C ដល់ y D ហ្នឹងវាស្មើ limit អីគេ x គិតចិត្តបូកអណននៃអាលោកនៃពេលនៃគេនេះ x បូក1លើ x ដក1អញ្ចឹងបើសិនបើយើងគិតនៅក្នុងក្រាបតើ y C មួយ y D ផតដកដល់យ៉ាងម៉េចអញ្ចឹងបានថាវាគឺជាគម្លាតរវាងកម្ពស់រវាងខ្សែកោងជាមួយនឹងបន្ទាត់ D បាទអញ្ចឹងយើងរក limit ទៅស្មើគេគេនេះ limit ទៅឃើញ0គឺគេនេះ limit នេះយើងពួយម្ដងហើយខាងលើយើងទាញ x ជាកតាមកស៊ី0ទៅចុងក្រោយគឺវាគិតចិត្ត1 0អញ្ចឹងន័យថាម៉េចនៅពេលដែល x គិតចិត្តបូកអណនបំអីគេបំរែបំរួលកម្ពស់របស់ខ្សែកោងជាមួយនឹងបន្ទាត់ហ្នឹងគឺវាស្មើ0គិតចិត្ត0អញ្ចឹងន័យថាម៉េចវាគិតចិត្តថាគ្នាអញ្ចឹងវាជាអីអាបន្ទាត់ D ជា asymptotic នៅខាងបូកអណនហ្នឹងឯងបាទទី4គឺប្រៀបធៀបទីតាំងក្រាបសេចឹងបន្ទាត់ D អញ្ចឹងយើងអីគេយើងសិក្សាផលសងរវាងក្រាបសេមួយបន្ទាត់ D ទៅដែរទៅ2ដក x បូកនឹងលោកនៃពេលអីគេ x បូក1លើ x ដក1នៃ y D វាទៅជាអីគេ2ដក x អញ្ចឹងទៅយើងដកគ្នាមកបាទអញ្ចឹងអានេះគឺអស់ហើយគឺ y C y D វាស្មើលោកនៃពេលនៃ x បូក1នៅលើ x ដក1ផលនេះវាអាចចេញ3ករណីទី1បើយើងមិនទាន់សិក្សានេះណាអញ្ចឹងបើ y C ដក y D ហ្នឹងវាវិជ្ជមានអញ្ចឹងន័យថាម៉េចខ្សែកោងវានៅលើបន្ទាត់បើដកទៅស្មើ0អាពីរយ៉ាងគឺប្រសពគ្នាបើដកទៅអវិជ្ជមានបានន័យថាខ្សែកោងវានៅក្រោមបន្ទាត់អញ្ចឹងចង់ដឹងថាវានៅលើនៅក្រោមឬមួយក៏ប្រសពគ្នាយើងត្រូវសិក្សានេះអនុគមដែលតំណាងឲ្យផលដករវាងពីរយ៉ាងហ្នឹងតើវាយ៉ាងម៉េចហ្នឹងហើយអញ្ចឹងតើយើងទៅមើលទៅអញ្ចឹងយើងដឹងហើយព្រោះថាពួកលោកនៃពេលគឺវាប្រសពគ្នានៅត្រង់អីគេនេះបើសិនបើយើងគូររូបលោកនៃពេលនេះអនុគមមួយវាឡើងទៅអញ្ចឹងនេះវាប្រសពអា0គឺកន្លែង1នេះបាទអញ្ចឹងយើងត្រូវសិក្សានេះ x បូក1ជាមួយ x ដក1ជាមួយនឹង1បាទប្រៀបធៀបវាទៅតើវាយ៉ាងម៉េចអូខេអញ្ចឹងអីគេ x បូក1នៅលើ x ដក1យើងសិក្សាប្រៀបធៀបមួយអញ្ចឹងយើងដកគ្នាមកបាទដកមួយមកស្មើគេដល់ភាពបែកអានេះភាពបែកវាគឺ x បូក1អានេះដករឹងគេ x ដក1ចឹងដល់ទៅឃើញយ៉ាងម៉េច x មួយ x នេះអស់1នេះវាទៅជា2នៅលើ x ដក1អញ្ចឹងដល់សិក្សាថានៅក្នុងដែនកំណត់របស់យើងគឺ x ដក1វាវិជ្ជមានហើយបាទអញ្ចឹងអានេះដកទៅគឺវិជ្ជមានដដែលអញ្ចឹងន័យថាម៉េចបានន័យថានៅក្នុងដែនកំណត់ x បូក1នៅលើ x ដក1នេះគឺវាធំជាង1បានន័យថាម៉េចបានន័យថាលោកនៃពេលនៃ x បូក1នៅលើ x ដក1ហ្នឹងគឺវាធំជាងលោកនៃពេលនៃ1ដែលស្មើទៅនឹង0បាទអញ្ចឹងគឺអីគេលោកនៃពេលនៃ x បូក1នៅលើ x ដក1ហ្នឹងវាធំជាង0នេះបាទនេះហ្នឹងហើយធំជាង0បាទអញ្ចឹងន័យថាម៉េចបានន័យថានេះ
ផលសរបស់យើងដែលយើងរកគឺវាធំជាង0ព្រោះអានេះធំជាង0អញ្ចឹងគឺស្ថិតនៅក្នុងដែនកំណត់YC ដក YD ធំជាង0ចំណុចចំពោះគ្រប់ x នៅក្នុងដែនកំណត់ដូច្នេះគឺស្ថិតនៅក្នុងដែនកំណត់ក្រាប C នៅលើបន្ទាត់ D ចំណុចហ្មងបាទហ្នឹងហើយហើយអាហ្នឹងបើសិនបើយើងមិនចាំលក្ខណៈរបស់ locality ទេយើងអាចធ្វើចេះក៏បានដែរនៅក្នុងកន្លែងនេះយើងមាន x នៅក្នុងដែនកំណត់ D របស់យើងហ្នឹងគេបានថា x វាជារបស់ពី1ទៅបូកអាននអញ្ចឹងន័យថា x ហ្នឹងវាធំជាង0នេះបាទធំជាង0អញ្ចឹង x បូក2វាច្បាស់ជាធំជាង x បាទអញ្ចឹងខ្ញុំអាចទៅសេ x បូក1បូក1វាធំជាង x អញ្ចឹង x បូក1វាធំជាង x ខ្ញុំលើកអា1មកខាងនេះបូក1ខ្ញុំចែកនឹងអានេះចែកអានេះមក x ដក1គឺវាធំជាង1បាទអញ្ចឹងគឺដូចគ្នាកន្លែងហ្នឹងឯងបាទអញ្ចឹងសំណួរទី4គឺបានស្រាយបញ្ចប់បញ្ជាក់ហើយគឺសង្ក្រាបអត់ប្រមាណអីទេអ្នកគ្នាគឺអានេះគឺយើងសង់អ្វីដែលយើងស្គាល់ទាំងអស់គឺនេះជា asymptote trade របស់យើងបាទ asymptote trade របស់យើងហ្នឹងគឺគេពីដក x យើងសិតឲ្យតម្លៃតារាងតម្លៃលេខមកអញ្ចឹងនៅពេលដែលយើងគូបាន asymptote trade នេះបន្ត trade ហ្នឹងបាទបន្ទាប់មកនេះគឺយើងឲ្យតម្លៃលេខពួកអាក្រាប C នេះដើម្បីគេនេះក្រាបគូក្រាបទេអញ្ចឹងក្រាបរបស់យើងគឺចេញមកវាគេចេញពីបូកអាននចុះមកដល់ដកអានននេះបាទនេះអញ្ចឹងកន្លែងនេះមាន asymptote ទេគេអ្នកគ្នាប៉ុន្តែកន្លែងនេះគឺមាន asymptote ឈរមួយទៀតអ្នកគ្នាកន្លែងហ្នឹងនេះកន្លែងគឺមាន asymptote ឈរមួយទៀតគឺ x កន្លែង x បូក1អ្នកគ្នាបាទហ្នឹងហើយបាទអរគុណច្រើន